จำนวนអ្នកស្លាប់ដោយសារទឹកជំនន់និងបំណាក់ដីថ្មីនេះនៅទូទាំងខេត្តចំនួន3នៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ីបន្តកើនឡើងដល់ទៅ604នាក់និង464នាក់ទៀតកំពុងបាត់ខ្លួននៅឡើយនេះបើតាមប្រភពពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ BNPB កាលពីថ្ងៃច័ន្ទទីភ្នាក់ងារ BNPB និយាយថាមកទល់ពេលនេះប្រតិបត្តិការជួយសង្គ្រោះបាននឹងកំពុងបន្តយ៉ាងដុតដៃដុតជើងនៅទូទាំងតំបន់រងផលប៉ះពាល់នានាបើតាមទីភ្នាក់ងារដដែលទឹកជំនន់បង្ខំឲ្យប្រជាជនប្រហែល 570,000 នាក់ភៀសខ្លួននៅភាគខាងជើងនិងភាគខាងលិចកោះសូម៉ាត្រាព្រមទាំងខេត្តអាស៊ីមិនត្រឹមតែប៉ុណ្ណោះទឹកជំនន់ថែមទាំងបានបំផ្លាញផ្លូវថ្នល់និងកាត់ផ្តាច់បណ្ដាញទំនាក់ទំនងធ្វើឲ្យប្រតិបត្តិការសង្គ្រោះមិនអាចចូលទៅដល់ទីតាំងរងគ្រោះបានដូច្នេះការចែកចាយជំនួយបន្ទាន់គឺអាចដំណើរការតែរយៈផ្លូវអាកាសតែប៉ុណ្ណោះទន្ទឹមគ្នាប្រធានាធិបតីឥណ្ឌូនេស៊ីលោកប្រា បូរូស៊ូប៊ីយ៉ាន់តូបានប្រកាសកាលពីថ្ងៃច័ន្ទថាកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនិងផ្ដល់ជំនួយរបស់រដ្ឋាភិបាលកំពុងដំណើរការយ៉ាងស្រស្រាក់ស្រស្រាំលោកប្រធានាធិបតីប្រា បូបូបានសង្កត់ធ្ងន់ថាឥណ្ឌូនេស៊ីត្រូវតែចាត់វិធានការប្រកបដោយប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុហើយថារដ្ឋាភិបាលក្នុងតំបន់ក៏គួរតែដើរតួនាទីកាន់តែសកម្មផងដែរដើម្បីការពារបរិស្ថាននិងត្រៀមខ្លួនទប់ស្កាត់គ្រោះមហន្តរាយដ៏អាក្រក់ផ្សេងទៀតនៅពេលអនាគត